ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បានចុះពិនិត្យមើលផលប៉ះពាល់ពីការវាយប្រហាររបស់យោធាថៃនិងការរីបន្លាលួសនៅច្រកអន្តរជាតិអូស្មាច់ខេត្តឧត្តរមានជ័យអ្នកវិភាគនយោបាយយល់ថាក្រុមនេះទំនងគ្មានបានផលជាដុំកំភួនដោយសារមិនដែលឃើញបញ្ចេញរបាយការណ៍ក្រោយការចុះសង្កេតអភិបាលខេត្តឧត្តរមានជ័យលោកមានច័ន្ទយ៉ាដាបានរៀបរាប់លើទំព័រ Facebook របស់លោកថានៅព្រឹកថ្ងៃប្រហ័សទី8ខែធ្នូលោកបានចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារនិងរីបន្លាលួសចូលមកច្រកអន្តរជាតិអូស្មាច់សង្កាត់អូស្មាច់ក្រុងសំរោងចំពោះការចាប់ផ្ដើមចុះសង្កេតដោយក្រុមអាស៊ានសារជាថ្មីបន្ទាប់ពីការប៉ះទង្គិចគ្នាលើកទី2រវាងកម្ពុជាថៃបានបញ្ចប់អ្នកវិភាគនយោបាយលោកបណ្ឌិតមាសនេះយល់ថាលោកមិនរំពឹងចំពោះសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននេះនោះទេដោយថាពួកគេបានត្រឹមចុះពិនិត្យមើលការឈ្លានពានរបស់ថៃមកលើកម្ពុជាតែមិនដែលឃើញចេញរបាយការណ៍ពីការរកឃើញរបស់ខ្លួនឡើយខ្ញុំដូចជារំពឹងតិចណាស់ទៅលើប្រសិទ្ធភាពឬអធិពលរបស់ក្រុមហ្នឹងបានគាត់បានត្រឹមមកដឹងមានគាត់ជាសាកសីទៅប៉ុណ្ណឹងបាទព្រោះថៃទីអត់ស្ដាប់អ្នកណាផងបាទលពូបាទលពូអើយក្រុមអ្នកសង្កេតការណ៍អាស៊ានពីមុនមកដែលចេញលទ្ធផលនៃការចុះសង្កេតហ្នឹងលពូដូចជាអត់ដែលឃើញទេបាទគាត់តែឃើញចុះទៅមើលប៉ុន្តែមកវិញវាមិនឃើញមានរបាយការណ៍ចេញសេចក្តីប្រកាសអីថាគេឃើញអីវាអត់មានណានៅពេលដែលថៃមិនព្រមគោរពតាមច្បាប់អន្តរជាតិលោកបណ្ឌិតមាសនេះយល់ថាមធ្យោបាយក្នុងការដោះស្រាយចំនួនព្រំដែនរបស់កម្ពុជាពោលគឺការពង្រឹងសមត្ថភាពរបស់ខ្លួននិងការដោះស្រាយតាមបែបការទូតដោយប្តឹងទៅកាន់ស្ថាប័នអន្តរជាតិខ្ញុំមើលទៅជំរឿសកម្ពុជាមិនមានច្រើនទេនៅពេលដែលថៃមិនគោរពច្បាប់បាទអញ្ចឹងជំរឿសទី1សំខាន់គឺកម្ពុជាត្រូវដឹងខ្លួនឯងថាមានតែពង្រឹងខ្លួនដើម្បីការពារនៅនឹងកន្លែងទេការពារបានប្រមាណអានឹងយកប៉ុណ្្នឹងទៅបើអាចយកវិញបានក៏យកទៅអានេះជារឿងមួយសំខាន់ចំពោះមុខណាបើសិនបើយើងខ្សោយជាងនេះទៀតខ្ញុំគិតថាថៃនឹងមិនទុកឲ្យយើងបានសុខហើយថៃអាចនឹងលូកជ្រៅមកជាងនឹងថែមទៀតណាបាទអានឹងទី1សំខាន់ហើយទី2វាមានតែកិច្ចការទូតនឹងឯងបាទដូចជាការប្តឹងទៅអន្តរជាតិអីប៉ុណ្ណឹងបាទប៉ុន្តែទោះបីយ៉ាងណាក៏ដោយបើយើងខ្សោយយើងមិនព្រមរៀបចំខ្លួនយើងឲ្យរឹងមាំទេនោះខ្ញុំគិតថាថៃនឹងអាចនៅតែបន្តរកគួនយើងធ្វើទុកបុកម្នេញយើងបន្តទៅទៀតបាទ